ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំបង្ហាញអំពីប្រភេទសារធាតុដែលយើងប្រើប្រាស់សម្រាប់ប្រព័ន្ធចម្រោះទឹកស្អាតឬមួយក៏ជាប្រភេទប្រព័ន្ធម៉ាស៊ីនផលិតទឹកពិសាបរិសុទ្ធចា៎អញ្ចឹងចំពោះសារធាតុដែលនៅខាងមុខនេះខ្ញុំនេះគឺជាប្រភេទសារធាតុកាបូនដែលមាន ID ខ្ពស់ដែលជួយចាដកនៅប្រភេទដូចជាចាកកកំទីដីជាពិសេសគឺក្លិនចាដែលមាននៅក្នុងទឹកគឺបានយ៉ាងល្អគុណភាពខ្ពស់តែម្ដងអញ្ចឹងបើសិនជាពុកម៉ែបងប្អូនប្រើប្រភេទចាធុងចម្រោះប្រព័ន្ធម៉ាស៊ីនទឹកសតដូចជាធុងស្វាយឬមួយក៏ជាប្រភេទធុងអ៊ីណុកចាប្រព័ន្ធចម្រោះទឹកស្អាតក៏បានដូចគ្នាប៉ុន្តែសម្រាប់ប្រភេទធុងធំជាបងប្អូនចាអាចធ្វើការជ្រើសរើសជាមួយនឹងប្រភេទចាប្រភេទកាបូនដែលមានបាវធំនេះបានហើយបើសិនជាពុកម៉ែបងប្អូនកំពុងតែប្រើប្រាស់ប្រភេទ filter ចា filter ដែលមានទំហំ20អ៊ីងឬមួយក៏10អ៊ីងដែលប្រើប្រភេទជាលក្ខណៈគ្រួសារចម្រោះតូចៗបងប្អូនអាចធ្វើការជ្រើសរើសប្រភេទចាបំពង់ចាបដូរសារធាតុកាបូននេះបានចាដែលមានសារធាតុទូចកាបូនគឺមាននៅក្នុងនឹងស្រាប់តែម្ដងអញ្ចឹងយើងមានទាំងទំហំ10អ៊ីងនិង20អ៊ីងផងដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានតម្រូវការផ្លាស់ប្ដូរថ្មីឬមួយក៏ត្រូវការយកប្រភេទសារធាតុចាលើបន្តបងប្អូនអាចធ្វើការតាក់ទងកំងបានចាសូមអរគុណសូមជម្រាបលា